ស្វាគមន៍ប្រិមិត្តលោកអ្នកស្ដាប់ជាទីមេត្រីវិលត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីយប់15កើតកម្មវិធីយប់15កើតរបស់យើងគឺតែងតែចែករំលែកនៅរឿងរ៉ាវអបិយជំនឿក៏ដូចជារឿងរ៉ាវព្រឺរន្ធត់ផ្សេងៗដែលបានមកពីការនិយាយប្រាប់តគ្នាឬក៏ជារឿងរ៉ាវដែលកើតឡើងពិតនៅក្នុងសង្គមយើងជាក់ស្ដែងបាទប្រហែលថ្ងៃមកនេះគឺខ្ញុំអត់បានចេញវីដេអូភាពបន្តជូនប្រិមិត្តលោកអ្នកស្ដាប់ទេដោយសារតែបញ្ហាស្រុកទេសរបស់យើងគឺមានសង្គ្រាមអញ្ចឹងទៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបក៏ត្រូវតែតាមដាននៅហេតុការណ៍សង្គ្រាមហើយនិយាយត្រង់ទៅគឺអត់មានអារម្មណ៍មូលនៅក្នុងការចែករំលែកសាច់រឿងទេប៉ុន្តែដោយសារតែនឹកឃើញថាដើម្បីជាការសម្រាលនៅភាពតានតឹងរបស់បងប្អូនប្រិមិត្តលោកអ្នកស្ដាប់ទាំងអស់ខ្ញុំក៏សម្រេចចែករំលែកនៅសាច់រឿងថ្មីនៅក្នុងរាត្រីនេះដើម្បីចែកជូនគ្រាន់ជាការស្ដាប់កំសាន្តអារម្មណ៍បាទហើយសាច់រឿងនៅក្នុងរាត្រីនេះគឺខ្ញុំទទួលបានពីបងប្រុសដែលគាត់បានចែករំលែកសាច់រឿងនេះមកកាន់ខ្ញុំនៅក្នុង Channel Telegram យប់15កើតរឿងរ៉ាវប្រិមិត្តហើយក៏សូមបញ្ជាក់ផងដែរថាសម្រាប់បងប្អូនប្រិមិត្តទាំងអស់ដែលមានបំណងចង់ចែករំលែកនៅរឿងរ៉ាវព្រឺព្រួចផ្ទាល់ខ្លួនឬក៏ជារឿងរ៉ាវដែលបានដឹងមកតគ្នាហើយមានបំណងចង់ចែករំលែកមកកាន់យប់15កើតក៏អាចទំនាក់ទំនងចែករំលែកបាននៅក្នុង Channel Telegram យប់15កើតរឿងរ៉ាវប្រិមិត្តនិង Facebook Page យប់15កើតផងដែរដែលខ្ញុំនឹងដាក់ជាដំណរ link នៅខាងក្នុង description video នៅខាងក្រោមវីដេអូរបស់យើងដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រិមិត្តលោកអ្នកស្ដាប់ទាំងអស់ដែលមានបំណងចង់ចែករំលែកសាច់រឿងអាចចូលទៅចែករំលែកបានដោយសេរីផងដែររឿងរ៉ាវនៅក្នុងរាត្រីនេះគឺគួរឲ្យខ្លាចមែនទែនប្រិមិត្តអរគ្នាវាជារឿងរ៉ាវដែលបងប្រុសបានជួបខ្លួនឯងផ្ទាល់ហើយដោយសារតែខ្មោចដែលស្លាប់ទៅហើយមកបង្ហាញឲ្យគាត់ឃើញនឹងពីដើមមកគឺគាត់ធ្លាប់មានទំនាក់ទំនងជាអ្នកស្គាល់គ្នាហើយការដែលគាត់នៅរស់គឺគាត់ប្រកបរបរជាអ្នកច្រៀងអកក្តង់ប្រិមិត្តអរគ្នាក្រោយមកនៅពេលដែលគាត់ចេញពីច្រៀងថ្ងៃនោះមួយមិនដឹងថាគេប្លន់សម្លាប់គាត់ឬក៏គេមានគំនុំអីជាមួយគាត់ទេបានជាសម្លាប់គាត់ហើយក្រោយមកដោយសារតែវិញ្ញាណរបស់គាត់តែតោលមិនអាចសុខស្ងប់បានក៏មកបង្ហាញខ្លួនមកជានិមិត្តឲ្យឃើញជារូបរាងឲ្យគេដឹងថាគាត់ស្លាប់ហើយអញ្ចឹងណារឿងហេតុដែលបានកើតឡើងគឺកើតឡើងកាលពីជាង10ឆ្នាំមុនដោយសារតែបងប្រុសគឺគាត់មិនបានចាំឆ្នាំទេព្រោះសាច់រឿងនេះវាកន្លងទៅយូរឆ្នាំដែរហើយអញ្ចឹងក៏គាត់សូមអធិស្ឋានដែរដោយសារតែគាត់មិនច្បាស់អញ្ចឹងគាត់មិនចង់ប្រាប់ទាំងវាមិនមែនជាការពិតអញ្ចឹងណាប្រិមិត្តអរគ្នាសូមអធិស្ឋានផងដែរគាត់ប្រាប់ថាកាលពីជាង10ឆ្នាំមុនហ្នឹងមានបងប្រុសម្នាក់ទៀតគាត់ឈ្មោះថារ៉ូអញ្ចឹងណាហៅបងរ៉ូអញ្ចឹងទៅហើយគាត់នឹងជាអ្នកប្រកបរបរជាអ្នកច្រៀងអកកេះច្រៀងអកក្តង់អញ្ចឹងណាប្រិមិត្តហើយមានថ្ងៃនោះមួយនៅពេលដែលគាត់ចេញមកពីច្រៀងវិញទៅតាមផ្លូវក៏ត្រូវបានគេសម្លាប់គាត់ហើយក៏មិនទាន់បានដឹងដែរថាស្លាប់ដោយសារតែការប្លន់សម្លាប់ឬមួយក៏ជារឿងស្លាប់ដោយសារតែគំនុំតែនៅពេលដែលគាត់ទំនេរពីការងារគឺគាត់ឧស្សាហ៍មកសម្រាប់លេងនៅផ្ទះបងប្រុសហើយនឹងផ្ទះអ្នកចិត្តផ្ទះបងប្រុសនឹងម្នាក់ទៀតគឺគាត់ចិត្តដិតគ្នាលក្ខណៈថាមនុស្សគាត់គឺរាប់ញាតិដែរអញ្ចឹងណាប្រិយមិត្តអរគ្នាអញ្ចឹងបងប្រុសក៏បានបញ្ជាក់ថែមទៀតថាភាគច្រើនឲ្យតែថ្ងៃដែលបងរោគាត់មានកម្មវិធីត្រូវឡើងច្រៀងឬក៏មានកម្មវិធីអីបន្តនៅខេត្តនៅស្រុកឆ្ងាយអញ្ចឹងគឺគាត់តែងតែមកជុំនៅផ្ទះបងប្រុសហ្នឹងហើយនិយាយពីការស្រឡាញ់រាប់អានគឺបងរ៉ូហ្នឹងគាត់ស្រឡាញ់បងប្រុសដូចបងបង្កើតគាត់អញ្ចឹងហើយសម្រាប់បងប្រុសក៏ស្រឡាញ់បងរ៉ូហ្នឹងដូចតែប្អូនគាត់ដែរអញ្ចឹងព្រោះការស្រឡាញ់យូរទៅវាស្និទ្ធស្នាលគ្នាអញ្ចឹងប្រិមិត្តហើយនិយាយរួមទៅដល់ថ្នាក់សូម្បីតែនៅពេលដែលគាត់មានកម្មវិធីត្រូវតែច្រៀងនៅខេត្តឆ្ងាយឬក៏ច្រៀងនៅភូមិស្រុកឆ្ងាយអញ្ចឹងក៏គាត់ទេប្រាប់តំណែងប្រាប់បងប្រុសឲ្យដឹងដែរលក្ខណៈថាថ្ងៃនេះមានកម្មវិធីអីប្រាប់គ្នាឲ្យដឹងអញ្ចឹងណាអញ្ចឹងទៅមានថ្ងៃនោះមួយគាត់ក៏មានកម្មវិធីត្រូវតែច្រៀងនៅស្រុកមួយឆ្ងាយប៉ុន្តែមិនឆ្ងាយណាស់ណាប្រិមិត្តលក្ខណៈថាយើងជិះម៉ូតូទៅរៀងយូរគួរសមដែរអញ្ចឹងណាអញ្ចឹងគាត់ក៏ខលប្រាប់តំណែងប្រាប់មកបងប្រុសថាគាត់ថ្ងៃហ្នឹងទទួលកម្មវិធីគេមករោងទៀតហើយតែច្រៀងនៅកន្លែងនេះអញ្ចឹងណាប្រិមិត្តជាការឲ្យដំណឹងគ្នាអញ្ចឹងទៅដល់ពេលប្រាប់រួចទៅក៏គាត់ចេញដំណើរទៅហើយនៅពេលដែលគាត់ធ្វើដំណើរទៅដល់ផ្ទះកម្មវិធីក៏គាត់
តាក់ទងមកប្រាប់ដែរថាឥឡូវមកដល់ផ្ទះកម្មវិធីគេហើយប្រហែលជាម៉ោងប៉ុណ្ណេះគឺដល់ម៉ោងគាត់ត្រូវឡើងច្រៀងអីចឹងទៅហើយបងប្រុសគាត់បានដំណឹងហើយក៏គាត់អើជាមួយគ្នារួចទៅក៏ចប់ទៅកន្លងមកប្រហែលជា2-3ថ្ងៃក្រោយដូចជារឿងស្ងាត់ដំណឹងជាធម្មតានៅពេលដែលគាត់ចប់កម្មវិធីចប់អីចឹងត្រូវត្រឡប់មកវិញក៏គាត់ទេប្រាប់ដែរតែនេះដូចជាស្ងាត់ខុសពីធម្មតាប៉ុន្តែបងប្រុសក៏គាត់អត់ចម្លែកចិត្តដែរគាត់តាក់ទងទៅទូរស័ព្ទនឹងតាក់ទងអត់បានដល់ពេលអញ្ចឹងគាត់ក៏មិនចម្លែកចិត្តដែរគាត់ថាប្រហែលជាធ្វើដំណើរផ្លូវឆ្ងាយឬក៏ទូរស័ព្ទនឹងមានបញ្ហាអីវាអត់សូវមានសេវាឬក៏គាត់នៅចំតំបន់ណាដែលវាមានសេវាអីចឹងទៅណាគាត់ក៏គិតថាអញ្ចឹងប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ហើយជារឿងមួយដែលគួរឲ្យសោកស្ដាយនិងរន្ធត់ចិត្តបំផុតនោះគឺបងរ៉ូននោះគឺគាត់បានស្លាប់បាត់ទៅហើយអ្នកនរគ្នានៅពេលដែលគាត់ធ្វើដំណើរមកតាមផ្លូវហ្នឹងគឺគាត់ស្លាប់នៅតាមផ្លូវប៉ុន្តែនៅពេលដែលបងរ៉ូស្លាប់ហ្នឹងគឺបងប្រុសគឺគាត់អត់បានដឹងរឿងហ្នឹងទេគាត់គិតឃើញថាប្រហែលជាតាក់ទងអត់បានហ្នឹងដូចខ្ញុំលើកឡើងពីដើមអញ្ចឹងថាប្រហែលជាគាត់នៅចំកន្លែងដែលមានសេវាហើយតាក់ទងអត់បានអញ្ចឹងទៅតែក៏គិតឃើញថាតែពេលបងរ៉ូនឹងគាត់មកដល់ផ្ទះឬក៏មកដល់កន្លែងដែលមានសេវាហើយគាត់នឹងផ្ដល់ដំណឹងមកវិញហើយជាទម្លាប់ដូចរដងអញ្ចឹងក្នុងរយៈពេលប្រហែលថ្ងៃដែលបាត់បងរ៉ូនឹងនៅផ្ទះបងប្រុសក៏គាត់ចាក់ដីលក្ខណៈថាផ្ទះគាត់រៀងទៀមអញ្ចឹងទៅគាត់រលួយបានក៏គាត់ចាក់ដីបដាហើយចាប់ដើមបរៀបដីហ្នឹងទៅហើយបើនិយាយពីជីវភាពក៏គាត់មិនជាធូរធារដែរផ្ទះគាត់នឹងបាំងសង្កសីនៅផ្ទះដីនឹងដែរទេដល់ពេលផ្ទះដែលបាំងសង្កសីហើយអត់តន់ទាំងមានទ្វារទៀតបងប្អូនគាត់តែមានលក្ខណៈថាមានតែលបងអីមកសំរុំហើយផ្ទះធ្វើហើយទ្វារអត់តាន់មានទេហើយណាមួយដោយសារតែអ្នកនៅភូមិស្រុកពីមុនហ្នឹងគេនេះដែរហ្នឹងគេនៅផ្ទះមិនសូវឆ្ងាយពីគ្នាហើយអ្នកភូមិអ្នកស្រុកពីដើមគឺគាត់ស្មោះត្រង់មួយគ្នាអញ្ចឹងគេរស់នៅអត់សូវមានភាពភ័យខ្លាចដូចយើងសប្ងៃហ្នឹងទេយើងសប្ងៃមានចោលមានអីច្រើនអញ្ចឹងណាហើយជាពិសេសហ្នឹងគឺតាក់ទងទៅនឹងសុវត្ថិភាពគឺយើងអាចដេកចំហទ្វារចោលដូចយើងពីមុនបានទេអញ្ចឹងបរិបទវាខុសគ្នាហើយនៅក្នុងយប់ដែលគាត់ចាក់ដីគាត់ប្រៀបដីហើយហ្នឹងគាត់ក៏សម្រាកនៅក្នុងផ្ទះហ្នឹងហើយគាត់ចង់រឹងសម្រាកនៅក្នុងផ្ទះប្រិមិត្តដល់ពេលដែលគាត់សម្រាកលក់មកសន្ទុះធំទៅគាត់ក៏មានអារម្មណ៍ថាវារឹងតិចហើយតិចហ្នឹងមិនតិចអាកាសធាតុទេមានអារម្មណ៍មួយថាវាតិចខុសពីធម្មតាអញ្ចឹងគាត់ក៏មានអារម្មណ៍ថាល្ងាដល់ពេលល្ងាទៅគាត់ក៏បំណងនឹងក្រោកដើម្បីយកភួយយកអីទៅដប់អញ្ចឹងណាតែពេលចៃដន្យអីនៅពេលដែលគាត់បើកភ្នែកក្រោកមកគាត់ថាគាត់ក៏ឃើញខ្មោចបងរ៉ូហ្នឹងនៅឈរសម្លឹងគាត់នៅកន្លែងមាត់ទ្វារនឹងឯងប្រិមត្តអស់គ្នាលក្ខណៈថាឃើញមកតម្រង់គួរខ្លាចមែនទែនមិនមែនមកតម្រង់ជាមនុស្សមិនមែនមកជាបងរ៉ូដែលកាលនៅជាមនុស្សណាប្រិមត្តគឺមកជាតម្រង់គួរខ្លាចមែនទែនហើយនៅខណៈពេលដែលបងរ៉ូបានបង្ហាញខ្លួនឲ្យបងប្រុសនឹងគាត់បានឃើញណាបងប្រុសគាត់បានដឹងនៅក្នុងពេលហ្នឹងដែរថាបងរ៉ូហ្នឹងគឺគាត់មិនមែនជាមនុស្សទៀតទេគឺគាត់បានដឹងនៅក្នុងពេលហ្នឹងថាបងរ៉ូគឺបានស្លាប់ហើយអញ្ចឹងណាប្រិមត្តអស់គ្នាដល់តែពេលគាត់ឃើញអញ្ចឹងទៅគាត់ខ្លាចមែនទែនណាប្រិមត្តគាត់ថាខ្លាចហើយគាត់ខំសម្រួលអារម្មណ៍និយាយថាអូនអើយកុំធ្វើអញ្ចឹងបើស្លាប់ហើយទៅណាក៏ទៅកុំធ្វើអញ្ចឹងគាត់ខ្លាចអញ្ចឹងណាហើយមកឈោមុខផ្ទះបងអញ្ចឹងផ្ទះបងអត់មានទ្វារទេចង់ទៅណាក៏ទៅកុំមកធ្វើបាបកុំរោរឿងបងអីចឹងណាគាត់និយាយអញ្ចឹងហើយដល់តែពេលគាត់និយាយប៉ុណ្្នឹងហើយបងរ៉ូខ្មោចបងរ៉ូដែលស្លាប់ហ្នឹងក៏គាត់អត់មានលឺមកដែរអត់មាននិយាយអីទេក៏គាត់ដើរទៅអាផ្ទះបងមួយទៀតដែលគាត់តែងតែសម្រាប់នឹងបាត់ទៅហើយក្នុងគណៈពេលដែលសាកសពខ្មោចបងរ៉ូគាត់ដើរចេញទៅពីផ្ទះបងប្រុសហ្នឹងគាត់ថាឆ្កែនៅផ្ទះគាត់នឹងលូមែនតើហើយឆ្កែក្នុងភូមិនឹងលូបដិញគ្នាគួរខ្លាចមែនតើសំឡេងវាឡង់ក៏លូអញ្ចឹងណាប្រិមិត្តហើយគាត់ថានៅពេលដែលជួបអតិថិភាពហ្នឹងគាត់ភ័យឡើងញ័រទ្រូងអស់ណាលក្ខណៈថាវាស្លុតចិត្តខ្លាំងហើយអាអមនឹងសំឡេងឆ្កែលូបដិញតកតុយគ្នាអញ្ចឹងផងគឺអារម្មណ៍របស់គាត់គឺលក្ខណៈថាគេហៅថាព្រឺឆ្អឹងខ្នងណានឹងគឺគាត់ព្រឺមែនតើដោយសារតែជួបហេតុការណ៍នឹងលើកទី1នៅក្នុងជីវិតរបស់គាត់ហើយចំមនុស្សដែលស្គាល់រាប់អាននេះចិត្តដិតទៀតហើយបន្ទាប់ពីខ្មោចបងរ៉ូក៏ដើរចេញពីផ្ទះបងប្រុសចេញទៅបានមកសន្ទុះធំក៏ស្ងប់ស្ងាត់លេងមានឆ្កែលូអញ្ចឹងទៅប៉ុន្តែបងប្រុសគាត់នៅតែខ្លាចអញ្ចឹងយប់នឹងគាត់សម្រាប់អត់លក់ទេហើយក្រោយមករៀងស្ងាត់ទៅក៏គាត់គិតថា
វាអស់អីត្រឹមហ្នឹងណាប៉ុន្តែក្រោយមកគាត់ថារំលងបានមកប្រហែលមួយអាទិត្យហ្នឹងស្រាប់តែខ្មោចបង្រោហ្នឹងគាត់មកបង្ហាញខ្លួនឲ្យគាត់ឃើញម្ដងទៀតប្រិមិត្តអស់គ្នាហើយមកលោកនេះគួរខ្លាចខ្លាំងជាងមុនទៅទៀតហើយអ្វីដែលធ្វើបងប្រុសគាត់ស្លុតចិត្តខ្លាំងមែនទែននោះគឺមកវគ្គនេះគឺខ្មោចបង្រោហ្នឹងគាត់ឲ្យឃើញប្រថៅហ្នឹងចាប់នៅនឹងខ្នងរបស់គាត់អញ្ចឹងណាបាទគឺវាសាហាវមែនទែនហើយគាត់មកនេះគឺក្នុងគោលបំណងមួយថាបង្ហាញឲ្យបងប្រុសបានដឹងថាគាត់ស្លាប់ដោយសារតែគេសម្លាប់គាត់អញ្ចឹងណាប្រិមិត្តហើយផ្ទះបងប្រុសមួយទៀតដែលគាត់ឧស្សាហ៍ទៅសម្រាប់លេងហ្នឹងក៏គាត់ប្រាប់ដែរថាគេសម្លាប់គាត់ដោយសារគេកាប់គាត់នឹងបថៅអញ្ចឹងទៅប្រិមិត្តដល់ពេលអញ្ចឹងទៅគាត់ស្លាប់ទៅក៏គាត់មកបង្ហាញខ្លួនឲ្យបងប្រុសហើយនឹងបងប្រុសម្នាក់ទៀតបានឃើញដោយសារតែអង្ការដែលគាត់នៅរស់ហ្នឹងភ័យច្រើនគាត់ចិត្តដិតគ្នាគាត់ឧស្សាហ៍មកសម្រាប់លេងនៅផ្ទះបងប្រុសហើយនឹងផ្ទះបងប្រុសម្នាក់ទៀតអញ្ចឹងណាហើយដល់ពេលគាត់ស្លាប់ទៅគាត់នៅអាឡ័យគាត់មកប្រាប់ហេតុការថាគាត់ស្លាប់ដោយសារអីអញ្ចឹងណាប្រិមិត្តហើយដល់ពេលមកបង្ហាញទឹកនេះទៅបងប្រុសគាត់ខ្លាចហើយគាត់លក្ខណៈថាវារន្ធត់ផងខ្លាចផងអាណាស្លុតចិត្តនឹងឃើញបថៅចាប់នឹងខ្នងមកស្រស់ផងដល់ពេលអញ្ចឹងទៅគាត់ក៏និយាយដោយល្អដែរថាអូនអើយបើអូនឯងស្លាប់ហើយចង់ទៅណាក៏ទៅអូនឯងមកធ្វើបាបបងអញ្ចឹងទៅអីឲ្យបងឃើញអញ្ចឹងបងខ្លាចបាសសក់ងាប់ហើយគាត់និយាយអញ្ចឹងណាប្រិមិត្តប៉ុន្តែនៅពេលដែលគាត់និយាយវគ្គហ្នឹងទៅគឺខ្មោចបង្រោលហ្នឹងក៏គាត់តបមកបងប្រុសវិញអញ្ចឹងណាប្រិមិត្តគាត់ថាបងអើយខ្ញុំមកលាបងឯងហើយខ្ញុំស្លាប់ហើយដោយសារគេសម្លាប់ខ្ញុំហើយខ្ញុំមកនេះមិនមែនមកចង់មានគោលបំណងចង់ធ្វើបាបបងទេខ្ញុំមកលាបងខ្ញុំស្លាប់ហើយបងខ្ញុំមកលាបងខ្ញុំទៅចាប់ជាតិហើយបើនិយាយពីអង្ការដែលគាត់ស្លាប់ថ្មីវិញឲ្យតែរយប់គឺឆ្កែលូរហូតឆ្កែលូបដិញគ្នារហូតប្រិមិត្តរបស់គ្នាដោយសារតែបងប្រុសគាត់ថាឲ្យតែពេលយប់ភាគច្រើនគឺគាត់មកសម្រាប់លេងនៅនឹងហើយអញ្ចឹងទៅគេដូចថាអ្នកដែលស្លាប់ទៅវិញ្ញាណរបស់គាត់អត់តាន់ស្ងប់ហើយគាត់នៅអាឡ័យអញ្ចឹងទៅគាត់ដើរមករាល់ថ្ងៃអញ្ចឹងទៅឆ្កែលូរហូតអញ្ចឹងណាហើយអ្នកស្រុកភូមិនៅហ្នឹងគេថាអូឆ្កែលូដល់ហើយរៀងរាល់ថ្ងៃរយប់ហ្មងឬរតែយប់អាពេលគាត់ស្លាប់ហ្នឹងហើយដល់ពេលមកឲ្យឃើញស្រស់អញ្ចឹងគាត់ដូចនិយាយអញ្ចឹងគាត់ថាកុំធ្វើបាបគាត់អញ្ចឹងណាគាត់អត់បានដឹងដំបូងអត់ដឹងថាគេមកលានោះគាត់ក៏និយាយថាកុំធ្វើបាបគាត់បើឲ្យឃើញស្ដែងអញ្ចឹងគាត់បាសសក់គាត់ជ្រុះសក់ងាប់ណាស់ណីហើយដល់តែពេលគាត់ដឹងរឿងហេតុអញ្ចឹងទៅក៏គាត់រៀងស្បើយការខ្លាចណាព្រោះដោយសារតែខ្មោចបង្រោលហ្នឹងក៏គាត់និយាយមកដោយស្រួលដែរហើយកន្លងទៅពេលព្រឹកឡើងបងប្រុសម្នាក់ទៀតដែលគាត់តែងតែទៅដេកនៅផ្ទះហ្នឹងក៏គាត់មកលេងផ្ទះបងប្រុសហើយគាត់ក៏និយាយសាច់រឿងប្រាប់ដែរថាយប់មិញហ្នឹងក៏តែឲ្យគាត់ឃើញដូចគ្នាដែរឲ្យឃើញហើយប្រាប់ថាគេសម្លាប់គាត់ហើយលក្ខណៈថាបង្ហាញឲ្យឃើញថាបថៅនឹងជាប់នឹងខ្នងហើយនៅមុខគាត់នឹងគេកាប់ខ្ទេចកាប់ខ្ទីឡើងសោះសាច់ឲ្យហើយប្រិមិត្តអស់គ្នាវាគាត់ឃើញគាត់ថាគាត់ស្លុតចិត្តមែនទែនហើយខ្មោចបង្រោលដែលមកលាគាត់នឹងក៏បានប្រាប់គាត់ថាគាត់ស្លាប់នៅតាកែវដែលគេកាប់គាត់ស្លាប់អញ្ចឹងណាប្រិមិត្តពេលអញ្ចឹងទៅគាត់មកលាហើយមកឲ្យឃើញស្រស់អញ្ចឹងបាត់ហើយគាត់ថាឃើញស្ដែងនឹងភ្នែកទៅវាស្រាវផងវាស្លុតចិត្តផងវាខ្លាចផងអញ្ចឹងណាប្រិមិត្តហើយគាត់ថាពេលគេមកលាគាត់នឹងគាត់ឡើងញ័រទៅត្រើតអស់ហើយគាត់ថាអើយអូនឯងមកលេងបងអញ្ចឹងបងខ្លាចងាប់ហើយផ្ទះគាត់អត់មានទ្វារទៀតប្រិមិត្តដល់ពេលអញ្ចឹងគាត់ថាកំពុងរលុយធ្វើអាទ្វារនឹងឲ្យឆាប់ហើយគីឡូនិយាយទៅចង់សើចដែរគាត់ថាធ្វើឲ្យហើយគីឡូមានណាគេមកអើតមកលេងអញ្ចឹងទៀតគាត់ងាប់ហើយមិនរស់ទេហើយក្រោយពេលកាត់ហេតុហ្នឹងគាត់ក៏ប្រាប់ដែរថាគាត់អត់ទាន់ដឹងថាបង្រោលហ្នឹងស្លាប់ដោយសារតែគេប្លន់សម្លាប់ឬក៏គំនុំទេគាត់ដឹងត្រឹមថាគេមកលាហ្នឹងបង្រោលមកលាគាត់ហ្នឹងគឺលាគាត់ប្រាប់ត្រឹមថាគេសម្លាប់គាត់តតែក្រោយមកកន្លងទៅក៏បែកព័ត៌មានមកតហោហែថាបង្រោលហ្នឹងស្លាប់ដោយសារតែគេប្លន់គាត់អញ្ចឹងណាគេប្លន់សម្លាប់ហើយគេប្លន់ហ្នឹងគេប្លន់យកខ្សែកគាត់ណាប្រិមិត្តកាប់សម្លាប់នឹងបថៅហើយនៅលើមុខគាត់គឺសោះសាច់អស់ហើយកាប់ឡើងទុកឡើងសោះសាច់អស់ហើយអាចុងក្រោយដែលធ្ងន់ជាងគេហ្នឹងគឺកាប់អបថៅ
ពីក្រោយខ្នងនឹងឯងគឺវាគួរឲ្យស្លុតចិត្តមែនទែនបើសិនយើងសម័យទៅមើលអត្តភាពហ្នឹងហើយប្រិមត្តអរគ្នាដឹងហើយថាបថៅកាប់គឺមិនកាប់រាក់ទេដោយសារតែផ្លែវាធំហើយវារឹងមុតហើយវាធ្ងន់ទៀតដល់ពេលអញ្ចឹងកាប់ទៅវាកម្លាំងកាប់ទៅវាមុតជ្រៅគឺគួរខ្លាចហើយកាលហ្នឹងអ្នកដែលសម្លាប់ហ្នឹងក៏គេចាប់អត់បានដែរប្រិមត្តប៉ុន្តែបើតាមការវិញនិយាយទៅគេថាអ្នកដែលសម្លាប់គាត់ហ្នឹងបែបគំនុំច្រើនជាងប្រិមិត្តដោយសារតែបើសិនជាគេប្លន់ម្លេះគេមិនប្លន់យកតែខ្សែកទេគេយកទាំងម៉ូតូបាត់ហើយប៉ុន្តែនេះយកតែខ្សែកប៉ុន្តែម៉ូតូគឺអត់បានយកទៅទេអញ្ចឹងគឺគេសន្និដ្ឋានថាអ្នកដែលសម្លាប់គាត់ហ្នឹងគឺច្រើនសម្លាប់ដោយគំនុំមិនដឹងថាការបង្រោនៅរស់ហ្នឹងមានគំនុំអីជាមួយគេចឹងអត់ដឹងដែរអញ្ចឹងណាអញ្ចឹងចៃដន្យអីគាត់ជីចំផ្លូវឆ្ងាយទៅក៏បានឱកាសគេក៏សម្លាប់គាត់ទៅហើយគាត់និយាយដែរថាការហ្នឹងព័ត៌មានអីគេចុះផ្សាយប្រងព្រឹត្តពេញហ្នឹងដែរក៏ប៉ុន្តែអារឿងចាប់ជនដៃដល់ហ្នឹងចាប់អត់បានដោយសារតែការហ្នឹងបែបវាអត់ទៅនើបឬក៏យើងមិនសូវសម្បូរសមត្ថកិច្ចឬក៏មិនខ្ញុំក៏មិនដឹងដែរដោយសារវាយូរឆ្នាំហើយដែរហើយណាមួយអាតាមផ្លូវធ្វើដំណើរហ្នឹងក៏វាងងឹតវាមិនសូវមានពូលមានអីអត់ដូចយើងសពថ្ងៃទេសូម្បីយើងសពថ្ងៃតំបន់មួយចំនួនជាពិសេសនៅភ្នំពេញវិញបើកន្លែងខ្លះមានភ្លឺមានពូលមានអីហើយក៏នៅតែអត់សមត្ថភាពដែរនៅតែមានករណីប្លន់អីចឹងណាអញ្ចឹងគឺសូមផ្ដាំទៅប្រិមិត្តអរគ្នាធ្វើដំណើរសូមប្រយ័ត្នប្រយែងទាំងអស់គ្នាហើយបងប្រុសហ្នឹងគាត់និយាយដែរថាគាត់ចង់ចែករំលែកសាច់រឿងហ្នឹងយូរហើយប្រិមិត្តអរគ្នាគាត់ចង់ប្រាប់នឹងយូរហើយក៏ប៉ុន្តែគាត់អត់ដឹងថាត្រូវចែករំលែកមកតាមណាហើយដល់ពេលអញ្ចឹងទៅតែថ្ងៃនោះមួយកូនគាត់ដោយសារគាត់អាយុបងខ្ញុំច្រើនដែរប៉ុន្តែបើមែនទេខ្ញុំមិនត្រូវហៅបងទេអាយុហ្នឹងគាត់លើសពីបងខ្ញុំទៀតតែយើងហៅប៉ុណ្្នឹងទៅដោយសារឃើញគាត់នៅក្មេងដែរគាត់មានកូនអញ្ចឹងទៅកូនគាត់បើកស្ដាប់ចំកម្មវិធីយប់15កើតហ្នឹងទៅក៏គាត់បានឮខ្ញុំនិយាយថាអាចចែករំលែកសាច់រឿងផ្ទាល់ខ្លួនបានអញ្ចឹងទៅក៏គាត់តាក់ទងតាមនឹងតាម channel Telegram យប់15កើតរឿងរ៉ាវប្រិមិត្តហ្នឹងទៅក៏ទម្លាក់រឿងរ៉ាវហ្នឹងមកឲ្យខ្ញុំហើយក្នុងគោលបំណងមួយគឺគាត់ចង់ចែករំលែករឿងរ៉ាវហ្នឹងមកកាន់ខ្ញុំក៏ដូចជាឲ្យបានទៅដល់ប្រិមិត្តលោកអ្នកស្ដាប់ទាំងអស់គ្នាឲ្យបានដឹងបានជ្រាបថារឿងរ៉ាវរន្ធត់ហេតុការខ្មោចលងអីហ្នឹងជាពិសេសរឿងវិញ្ញាណរឿងខ្មោចតៃហោងហ្នឹងគឺវាមានពិតប្រាកដមែនហើយដោយសារគាត់ជួបផ្ទាល់អញ្ចឹងគាត់យកមកចែករំលែកឲ្យយើងបានដឹងអញ្ចឹងណាបាទនេះគឺជាសាច់រឿងទី1របស់បងប្រុសហើយសាច់រឿងទី2យើងទទួលបានពីបងប្រុសវិញម្ដងដែលគាត់មានសមាជិកមិត្តភ័ក្តិជិតដិតហ្នឹងចំនួន4នាក់ហើយបងប្រុសគាត់ឈ្មោះថាវិរៈមិត្តភ័ក្តិរបស់គាត់មួយទៀតហ្នឹងគឺឈ្មោះសុភ័ក្រទី3ហ្នឹងឈ្មោះមង្គលនិងទី4គឺឈ្មោះថាច័ន្ទរតបាទហើយពួកគាត់ទាំងអស់គ្នាហ្នឹងគឺជាមិត្តភ័ក្តិជិតដិតតាំងពីក្មេងៗមកហើយសាច់រឿងនេះក៏បានកាត់ឡើងនៅក្នុងឆ្នាំ2014ដែលកាត់ឡើងនៅក្នុងភូមិជនបទមួយដែលស្ងប់ស្ងាត់លក្ខណៈថាពេលថ្ងៃភូមិហ្នឹងវាធម្មតាអត់គួរឲ្យខ្លាចទេប៉ុន្តែចំណែកឯពេលយប់វិញគឺវាស្ងប់ស្ងាត់ខ្លាំងមែនទែនវាគួរឲ្យខ្លាចខ្លាំងហើយពួកគាត់ទាំង4នាក់ហ្នឹងជាមិត្តភ័ក្តិសម្លាញ់នឹងគ្នាហ្នឹងស្រឡាញ់គ្នាដូចបងប្អូនអញ្ចឹងហើយដល់ពេលអញ្ចឹងទៅឧស្សាហ៍ទៅជុំគ្នានៅកន្លែងភូមិហ្នឹងដោយសារនៅក្នុងភូមិហ្នឹងមានលក្ខណៈថាដូចរោងដូចរោងស្នាក់នៅបែបគេធ្វើសម្រាប់សន្តិសុខភូមិឬក៏វាស្តៀងសាលាឆទានដែរប៉ុន្តែមិនមែនជាសាលាឆទានទេប្រិមត្តលក្ខណៈថាវាតម្រង់វាគឺជារោងសម្រាប់និយាយទៅភាគច្រើនគេធ្វើសម្រាប់បងប្រជាការពារសម្រាប់គាត់ស្នាក់នៅយាមប្រចាំការពេលយប់ដើម្បីការពារសន្តិសុខជូនប្រជាជនអីចឹងទៅហើយនៅក្បែររោងហ្នឹងក៏មានលក្ខណៈថាដើមជ្រៃចាស់មួយដើមដែលនៅចាប់នឹងផ្លូវធំដល់ពេលល្ងាចឡើងដែលពួកគាត់ទំនេរអីតែងតែណាត់គ្នាដើម្បីមកជួបជុំគ្នានៅកន្លែងក្រោមដើមជ្រៃចាស់ហ្នឹងដែលជិតកន្លែងរោងហ្នឹងដើម្បីនិយាយគ្នាពីនេះពីនោះអញ្ចឹងទៅហើយពេលខ្លះក៏គាត់មានការជួបជុំផឹកស្រាផឹកអីអញ្ចឹងដើម្បីលក្ខណៈថានិយាយពីនេះពីនោះនិយាយពីរឿងក្នុងចិត្តអីអញ្ចឹងណាដើម្បីឲ្យវាធូរស្បើយពីភាពនឿយហត់ពេលដែល stress ប្រចាំថ្ងៃអីអញ្ចឹងទៅ
bà hay cặp chuôn miền dục nụ muối khai phứ khai bình bò rầm mấy đã bình chẳng tới rồi là thà nơi tam phum chuột nó bót bia phứ tới bia khơi sạch chứ đã bình chẳng bộ có nơi khơi nào bại già cả ló có nặt khnia từ lại cha chẳng từ ta cái lại sla từ cái lại nhà là thà rong nơi cái lại đam chơi đó nè cái lại cha bảo bộ con á khăn cô non muối cứ làm bì vậy khi lên hay phật xa ý chung ni sờ bài chẳng từ đôi tụm lọc đó đòn chẳng bền mật tại đặc biệt là ngày nú mật phèo bọc con nứng mua hàng cô nứng con là cái thà con phật tràn hay là cái phật lơ khẩm rật mình đang thà con sờ bài chất phóng rồi con ca tục ấy thì từng là con stress rừng ấy dừng ở đằng đấy hay tụm lọc bọc con nứng ao tại phật sờ vắng cứ con trôi chất chìm tàu lươn nứng mà tam ồn rẽ con riệp đỏ máu thà ta sẽ vẫn chìm tàu lươn hay ha một bàn này thảo đạp ấy chân anh nâng gì ca bảo ròm muối xem rạp bộ con có tay tàn giấy đặt tương ta rơi đại chẳng á bà đào pil chẳng tới nơi không giúp nâng mình cô phật tràn mình tên phật tràn hay phật lần lơ khẩm rật đại mới tới cả đôi chia bọc bạn trong cả con rồng này bán á hay là cái thà này nâng mốc lần có hôm ở hay là cái thà mình được sự bắn cái này nó lần sự vang lần prơ là hay là cái thà bây giờ vậy sao mánh cái lẹ này chứ nó phải mật đó bây khơi chấn mật hẹ tầng bay nữa nó về ra hay nâng sụp hẹ hay nâng chăn ruột chỉ mật sầm lạnh nắng khơi chấn có chi diêm kho thắng mệt má ao cái chun tơ chẳng á cùng bà thôi chi tại anh bộ không chất nẹm nẹm nó cứ bốc bên được cả đôi bà ròm bị sập đập hiểm và tại mình có cái út ăn chứ là cái thằng mà được con riêng ẩm đuôi hay riêng rừng đấy mình vậy tới có tháng anh mấy thế anh chìm tàu tới bàn là cái đạn chứ hay dây mấy con đây này dây mấy con bàn này trong khăn tiệt dây đài với trong khăn khi còn làm bệnh nẹo bệnh tiệt chứ này đó bây là chân tới có miền tờ bật đòi có tới đời xa tại còn được hơi thà bị đau máu ở tại cho được con rừng ru thành chân hơi giống có cái thằng bà thà bị đau mòn chân sạp hơi dừng bật đòi ngày này mà ngay tiết đó vì mấy thế bộ ra đông mình đại chẳng á cái thà còn rừng ru chân sạp hai năm mũi ai thà còn này ta ai chờ cướp công hôm nay bàn chẳng từ đó tập về bộ quạt prong prieng thà bắt đầu chẳng tới có mình cô nó có lên khăn ai còn là lừa mà tô hơi là cái thà muốn đừng làm tranh tới nó bài một màu bộ quạt từng bay nữa hay nhiều nhâm đã tiền là cái thà đòi có sai phân định môi đài chùm lái chứ ở đây chu bị môn này mẹ rom thà đôi chip lại bởi vậy tới dương đang sắp hay thà một phe rộp an khní bia ở đây cho nhà ca đã play vậy bàn tay nó pe nhiều nhâm lia nó đôi chờ có sai phân định nó bia chùm lại mình tên bộ có play không chất này tại cất khơi thắng bài mấy thế ta đi tới việc pot hay việc mấy tên chẳng á chỉ là cất lo dần từ bắt top bi nhiều nhôm đời có sai phân định chùm lại bài lần hỏi có mình cô nó phải che mà tô hai có bao tranh bị mật hẹ nâng không là bướn lươn mình tên không là bướn lươn hay tranh tới từ 4 lươn là mồm mà đặc biệt hot ban tích căn tại lươn từ hay đặc biệt đây là khơi nhà tập hiệp đây mà cô chỉ mà tô tranh tới lươn khăng chẳng về đây hay là một hẹp pin nè tiết nó có show mơ hay lần mà tha trong ngày này về card vip ăn chim tô lươn mấy trong lái chất là cái thà ra đón lươn đấy tại lươn đó nặng nằng tỷ đặc biệt trong cắt pruy bà rong mình tên hỏi gặp chuồn nâng pe nâng việc hai phư chẳng tới chi tới việc khơi riêng pre stung đây chẳng việc răn trường được không hàng ngật chẳng phải mình dây mình toàn phật bị mòn phong sập tại lư sô pra pi chừng ngày hai có sập tại lư sầm linh mà tô nâng râu sờ lóc lư khăng chừng môn chẳng hai con tại lư snow pra tại bên nâng phải mình đọc liền về đây hai nâng mật hẹ từng pi nẹt tiền nâng cứ bục phập hai ọt bọng pe dù tới cứ stung rốt từ mơ thằng prom nè tạm lòng hơi rồi dạ chừng ngày để poker rút tranh tới nó có ngay tại bề mặt ba hai chi mà rồi mai chiên chật pi rồi mai tập nâng anh hơi np để poker tầng bay nè rút tới đo lạnh cao hai nó bề mặt đỏ này riêng để tạo slot khang bấm hot hơi dương mình lập được smart đó cái bài chợt gạt là cứ mình cô một phe bỏ con nâng ban bục đam chơi là cái lạnh lời cày nâng slap bắt bóng chỉ vật bật hai bề mặt hơi sập hiệp xạ sập bên cứ bộ bạn tôi vô mình tên cứ tích ti mơ mình vô bề mặt bộ bạn này nha có thà khơi nhà sập hiệp nâng cứ còn slot chặt khăng á bề mặt
បេះដូងហើយនឹងដើមទ្រូងនឹងគឺញ័រផ្ទប់គ្នាតែម្ដងហើយសភាពការទៅដល់នឹងគឺម៉ូតូនឹងវាលក្ខណៈបុកហើយឡើងខ្ទេចលមូចូលគ្នាហើយអាម៉ូតូនឹងវាជាប់រានឹងដីផ្ទប់ទៅនឹងដីទៅសលេងសឡោកនឹងវាចេះតែខ្លាំងដល់ពេលឃើញអាសភាពបែបហ្នឹងគាត់ទាំង3នាក់នឹងស្លុតចិត្តខ្លាំងរហូតដល់ស្រែកយំបដ ாய் ប្រិមិត្តហើយបងរយៈនឹងយំបដាស្ទុះទៅលើកម៉ូតូហើយបលុតម៉ាស៊ីនម៉ូតូកុំឲ្យវាថ្លង់ផងដល់ពេលយើងឃើញអាសភាពសាកសពមិត្តភ័ក្តិរបស់យើងដែលស្រឡាញ់គ្នារាប់អានគ្នាតាំងពីក្មេងតាំងពីតូចមកហើយឃើញអាសភាពមួយដែលវាសាហាវដែលបុកទៅវាសាកសពនឹងខ្ទេចវល់អស់ចឹងគឺគាត់ពិបាកទទួលយកទាំងយើងទាំងគេប្រិមិត្តអស់គ្នានៅពេលដែលយើងបាត់បង់មិត្តភ័ក្តិជាទីស្រឡាញ់គឺយើងស្ដាយក្រោយហើយមានវិបដិសារីមែនទែនដែលពួកគាត់ព្រមបដ ாய் ឲ្យបង្គោលហ្នឹងជិះម៉ូតូចេញមកមិនព្រមខាត់គាត់ឲ្យនៅឲ្យបានសម្រេចចឹងណាទាំងដែលដឹងថាបង្គោលហ្នឹងតើពេលស្វឹងគឺគាត់ជិះលឿនហើយជិះលឿនខ្លាំងមែនទែនបាទឥឡូវយើងស្លេះពីកន្លែងដែលគាត់បាត់បង់ជីវិតហើយយើងមកដល់កម្មវិធីបុណ្យវិញបុណ្យសពដែលធ្វើហ្នឹងបើនិយាយពីសាកសពជាធម្មតាសពដែលស្លាប់នៅតាមផ្លូវហ្នឹងភាគច្រើនគឺគេហៅថាជាសពតៃហោងអញ្ចឹងណាប្រិមិត្តហើយតាមទំនៀមទម្លាប់មកភាគច្រើនគឺគេមិនយកសពហ្នឹងទៅធ្វើនៅផ្ទះទេច្រើនតែគេយកទៅធ្វើនៅវត្តប៉ុន្តែខ្ញុំក៏មិនដឹងថានៅភូមិស្រុកខ្លះគេនៅតែយកដាក់នៅផ្ទះឬក៏មិនខ្ញុំអត់ដឹងទេអាហ្នឹងកាលនៅតាមតំបន់ខ្លះគេអត់ប្រកាន់គេអត់ជំនឿអារឿងហ្នឹងប៉ុន្តែអ្វីដែលខ្ញុំដឹងគឺសពតៃហោងភាគច្រើនគឺគេអត់យកទៅធ្វើនៅផ្ទះទេគេធ្វើនៅវត្តឬក៏គេធ្វើនៅកន្លែងផ្សេងក្រៅពីផ្ទះនៅក្នុងកំឡុងពេលធ្វើបុណ្យសពតាមប្រពៃណីហ្នឹងមានមនុស្សជាច្រើនដែលគេទៅចូលរួមពិធីបុណ្យហ្នឹងហើយនៅពេលដែលគាត់ចាក់ចេញពីពិធីបុណ្យមកវិញក៏មានមនុស្សជាច្រើនដែលបានឃើញស្រមោលខ្មៅនៅនឹងកែងផ្លូវចូលរោងបុណ្យហ្នឹងប្រិមិត្តអរគ្នាអាហ្នឹងវាជារឿងហេតុមួយដែលកើតឡើងថ្មីពេលដែលធ្វើបុណ្យភ្លាមក្រោយមកនៅពេលពិធីបុណ្យសពនឹងរំលងបានប្រហែលជា7ថ្ងៃអ្នកទាំង3ដែលជាមិត្តរបស់មង្គលហ្នឹងក៏បានជួបរឿងហេតុចម្លែកហ្នឹងបន្តគ្នាប្រិមិត្តដែលរឿងហេតុទី1ហ្នឹងគឺកើតឡើងទៅលើវីរៈមានយប់មួយហ្នឹងវីរៈគាត់ដេកយោនរឹងនៅក្នុងផ្ទះអញ្ចឹងទៅក៏ស្រាប់តែឮសំឡេងគេហ្នឹងមកហៅឈ្មោះគាត់មកហៅវីរៈហ្នឹងនៅមុខផ្ទះហើយសំឡេងហ្នឹងឮល្វើយខ្សើអញ្ចឹងទៅតែក៏ផ្ទៀងស្ដាប់ទៅឮសូរគេហៅឲ្យជួយក៏ឮសំឡេងគេហៅថាវីរៈជួយអញផងដល់ពេលអញ្ចឹងទៅគាត់គិតថាប្រហែលជាអ្នកស្គាល់ឬក៏មិត្តភ័ក្តិណាមួយគេមកហៅអញ្ចឹងដោយសារតែសំឡេងហ្នឹងគាត់ចំណាំអត់បានទេអញ្ចឹងគាត់ក៏សម្រេចចិត្តបើកទ្វារចេញមកក្រៅហើយដើរចេញមកមើលប៉ុន្តែនៅពេលដែលគាត់ចេញមកក្រៅហ្នឹងគឺគាត់អត់បានឃើញអ្វីទាំងអស់អត់មានឃើញណាទាំងអស់ពេលហ្នឹងក៏គាត់អត់មានអារម្មណ៍ថាចម្លែកចិត្តដែរគាត់គិតថាប្រហែលជាមានអ្នកស្គាល់មកហៅអញ្ចឹងទៅយើងក្របើកទ្វារឲ្យគេទៅក៏គេទៅបាត់អីអញ្ចឹងណាប៉ុន្តែអ្វីដែលគាត់ចាំគឺគាត់ចាំបានថាគេស្រែកហៅគាត់ឲ្យជួយតែដល់ពេលអញ្ចឹងគាត់សប្បុរសដែរហើយរឿងហេតុបន្ទាប់ហ្នឹងគឺកើតទៅលើសុភ័ក្រម្ដងនៅក្នុងយប់មួយហ្នឹងសុភ័ក្រគាត់បានយល់សពឃើញមង្គលនៅក្រោមដើមឈើនៅក្រោមដើមជ្រៃដែលគឺជាកន្លែងចាស់ដែលពួកគាត់តែងតែជួបគ្នាអញ្ចឹងណាគាត់ថាពេលហ្នឹងព្រលឹងគាត់ដើរកាត់ដើមជ្រៃហ្នឹងទៅក៏ឃើញមង្គលហ្នឹងក្នុងសភាពមួយដែលស្លេកស្លាំងហើយឈោបបក់ដៃហៅគាត់នៅពេលដែលព្រលឹងគាត់ដើរទៅជិតមង្គលហ្នឹងក៏ស្រាប់តែមង្គលនិយាយថាជួយអញផងអញតិចណាស់ដោយសារអញនៅក្រៅចូលទៅក្នុងផ្ទះអត់បានទេព្រោះជំនាងផ្ទះគេអត់ឲ្យអញចូលទៅក្នុងដូចមុននៅពេលដែលសុភ័ក្រយល់សពបានប៉ុណ្ណឹងអោនទៅមើលមុខមង្គលទៅឃើញសភាពគួរឲ្យខ្លាចពេកក៏ស្ទុះភ្ញាក់មកដាច់យល់សពត្រឹមហ្នឹងទៅរឿងរ៉ាវបន្ទាប់ហ្នឹងក៏ធ្លាក់ទៅដល់ច័ន្ទរតវិញម្ដងច័ន្ទរតក៏ត្រូវជាមិត្តភ័ក្តិចិត្តដិតជាមួយមង្គលដែរហើយនៅក្នុងយប់មួយនោះច័ន្ទរតហ្នឹងក៏គាត់មិនច្បាស់ដែរថាមិនដឹងថាគេតន្តងព្រលឹងគាត់ទៅឬក៏មិនគាត់ឃើញលក្ខណៈថាឃើញព្រលឹងមង្គលហ្នឹងបក់ដៃហៅគាត់តែនៅពេលដែលគាត់ដើរទៅជិតដល់ស្រាប់តែវិញ្ញាណហ្នឹងព្រលឹងរបស់មង្គលហ្នឹងក៏លលាយបាត់ទៅហើយពេលអញ្ចឹងគាត់ខ្លាចពេកក៏រត់មកផ្ទះវិញអញ្ចឹងណាប្រិមិត្តនេះគឺជារឿងហេតុដែលគាត់ជួបដំបងគេបន្តគ្នាក្រោយមកមានយប់នោះមួយពួកគាត់យកសពដូចគ្នាអញ្ចឹងយកសពដូចគ្នាថាព្រលឹងរបស់មង្គលហ្នឹងទៅបញ្យល់សពថាឲ្យជួយធ្វើបុណ្យឲ្យគាត់ផងហើយកុំភ្លេចទៅប្រាប់ម៉ែឪនឹងឲ្យគាត់ធ្វើបុណ្យបន្ថែមទៀតផងព្រោះអីព្រលឹងគាត់ចូលទៅក្នុងផ្ទះអត់បានទេព្រោះអីជំនាងផ្ទះគេអត់ឲ្យចូលបានតែជំនាងផ្ទះមិនឲ្យចូលដូចមុនហ្នឹងដោយសារតែពេលដែលមង្គលស្លាប់ហ្នឹងលែងជាមនុស្សដូចមុនទៀតហើយជាវិញ្ញាណរបស់ពពួកអមនុស្សអញ្ចឹងទៅជំនាងផ្ទះគេមិនអនុញ្ញាតឲ្យចូលទេបើពួកឯងមិនព្រមជួយអញទេអញនឹងយកពួកឯងទាំងអស់គ្នាទៅនៅជាមួយ
បាទគឺព្រលឹងមង្គលហ្នឹងមកបញ្យោសពហ្នឹងសាហាវមែនទែនចឹងដល់ពេលដល់ថ្ងៃបន្ទាប់ហ្នឹងពួកគាត់ក៏ណាត់គ្នាគឺវីរៈហើយនឹងសុភ័ក្រនិងច័ន្ទរតហ្នឹងបានណាត់គ្នាមកជួបគ្នានិយាយពីរឿងហេតុដែលពួកគាត់យកសពក៏ស្រាប់តែចៃដន្យអីគ្នាក៏ទាំង3ហ្នឹងក៏និយាយថាយកសពដូចគ្នាម្លេះដល់ពេលអញ្ចឹងក៏ជំនុំគ្នាហើយក៏ព្រមព្រៀងគ្នាដើម្បីជួយនាំពាក្យដែលព្រលឹងរបស់មង្គលហ្នឹងផ្ដាំផ្ញើតាមយកសពហ្នឹងបន្ទាប់មកពួកគេទាំង3នាក់ហ្នឹងក៏បានទៅពិគ្រោះគ្នាជាមួយឪពុកម្ដាយរបស់មង្គលហើយនឹងជួបជុំជាមួយព្រឹទ្ធាចារ្យចាស់ៗមានលោកអាចារ្យហើយនឹងញាតិមិត្តចាស់ទុំអីនៅក្នុងភូមិហ្នឹងទៅដើម្បីរកដំណោះស្រាយដល់ពេលអញ្ចឹងទៅតាអាចារ្យក៏គាត់បានផ្ដល់ជាយោបល់ថាមង្គលនឹងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាវិញ្ញាណមួយដែលស្លាប់តៃហោងអញ្ចឹងទៅស្លាប់ដោយគ្រោះថ្នាក់តៃហោងហើយចិត្តមិនស្ងប់ទេវិញ្ញាណនឹងនៅជាប់នៅកន្លែងចាស់នឹងឯងហើយអ្វីដែលសំខាន់គឺអត់អាចចូលមកផ្ទះបានអត់អាចមកបញ្យោសពអ្នកផ្ទះបានដោយសារតែមានជំនាញផ្ទះនៅការពារព្រោះជំនាញផ្ទះគេមានតួនាទីការពារផ្ទះឲ្យបានសុខសប្បាយអញ្ចឹងណាប្រិមិត្តក្រោយពីពួកគាត់ទាំងអស់គ្នាបានពិគ្រោះគ្នារួចហើយក៏សម្រេចរៀបចំពិធីបុណ្យដែលមានការនិមន្តព្រះសង្ឃមកសូត្រធម៌ហើយក៏មានលោកអាចារ្យហ្នឹងមកធ្វើកិច្ចលក្ខណៈថាឧទ្ទិសបុណ្យកុសលទៅកាន់វិញ្ញាណអ្នកដែលបានស្លាប់ហើយមានការជ្រោយទឹកជ្រោយអីអញ្ចឹងជាដើមទៅបន្ទាប់ពីពិធីបុណ្យបានបញ្ចប់ដោយរលូនហើយគ្នាគាត់ទាំង3នាក់មានសុភ័ក្រមានវីរៈមានច័ន្ទរតហ្នឹងក៏អត់ដែលជួបប្រទះហេតុការណ៍អីរន្ធត់ទៀតដែរគឺអត់ដែលមានអ្នកណាយល់សពគ្មានសម្លេងគេមកហៅគ្មានការអន្តងឲ្យទៅឃើញជារូបភាពចម្លែកអីទៀតដែរកន្លងទៅមិនយូរប្រហែលកន្លែងដើមឈើដែលមង្គលគ្រោះថ្នាក់ស្លាប់ហ្នឹងក៏មានអ្នកគ្រោះថ្នាក់បន្តគ្នាបាត់បង់ជីវិតរហូតហើយក៏មានវិញ្ញាណពួកខ្មោចពួកវិញ្ញាណតៃហោងអីហ្នឹងលងបន្លាយអ្នកភូមិដែលគេជិះកាត់តាមច្រកហ្នឹងគឺក្នុងសភាពគួរឲ្យខ្លាចមែនទែនរហូតដល់ថ្ងៃមួយអ្នកភូមិគាត់ខ្លាចខ្លាំងពេកក៏អញ្ជើញលោកអាចារ្យទៅធ្វើកិច្ចប្រោះព្រំបណ្ដេញឧបទ្រពចង្រៃនៅកន្លែងផ្លូវដែលតែងតែមានគ្រោះថ្នាក់ហ្នឹងហើយវាអត់ស្ងប់រងាប់ក៏គេសម្រេចជំនុំគ្នាហើយកាប់ដើមឈើដែលបកកគ្រោះថ្នាក់ហ្នឹងចេញហើយក៏គេរៀបចំធ្វើផ្លូវធ្វើអីហ្នឹងឲ្យវាមានសុវត្ថិភាពជាងមុនអញ្ចឹងណាប្រិមិត្តក្រោយមកទៀតមកទល់សប្តាហ៍ថ្ងៃនេះគឺផ្លូវហ្នឹងគេបានអភិវឌ្ឍហើយគេឈូសរៀបចំជាផ្លូវចាក់បេតុងស្អាតហើយទលាយហើយមានអំពូលភ្លើងមានអីដែលគេដាក់តាមផ្លូវទៅវាកាត់បន្ថយភាពភ័យខ្លាចហើយក៏អត់ដែលមានគ្រោះថ្នាក់អីធំដុំដែរវាមានតែគ្រោះថ្នាក់តូចតាចដែលផ្លូវកែងទៅជិះរៀងលឿនទៅក៏ប៉ះពាល់គ្នាតិចតួចអត់ដែលមានដល់បាត់បង់អាយុជីវិតទេអញ្ចឹងកន្លែងហ្នឹងក៏លែងជាទីកន្លែងមួយដែលគួរឲ្យខ្លាចដូចមុនហើយក្រោយមកពួកគាត់ទាំង3នាក់គឺវីរៈសុភ័ក្រហើយនិងច័ន្ទរតហ្នឹងក៏បានយកសពក្នុងថ្ងៃតែមួយក្នុងយប់តែមួយនឹងម្ដងទៀតដោយលើកនេះគឺមង្គលមកនៅក្នុងសភាពមួយមិនគួរឲ្យខ្លាចដូចមុនទេគឺគាត់មកនេះគឺមកក្នុងបំណងល្អហើយគាត់បានលាមិត្តទាំង3របស់គាត់ហ្នឹងលក្ខណៈថាពួកគាត់ក្នុងយប់តែមួយហ្នឹងគាត់យកសពដូចគ្នាគាត់ទាំង3នាក់ហ្នឹងយកសពឃើញថាមង្គលហ្នឹងមកលាទៅហើយគេមកលាទៅរកកន្លែងទីឋានថ្មីហើយអញ្ចឹងណាហើយក្រោយមកក៏រលាយបាត់ទៅចឹងថ្ងៃមួយហ្នឹងពួកគាត់ក៏បានជួបជុំគ្នាហើយលើកយកសាច់រឿងហ្នឹងយកមកនិយាយអំពីការយកសពហ្នឹងថាគេមកលាហើយទៅរកកន្លែងចាប់កំណើតថ្មីអញ្ចឹងណាតាំងពីនោះមកក៏ស្ងប់ស្ងាត់អត់ដែលមានបញ្ហាខ្មោចលងខ្មោចទៀតដែរនឹងជាសាច់រឿងដែលបងអូនវីរៈបានចែកម្លែងមកកាន់កម្មវិធីយប់15កើតតាម Channel Telegram ប្រិយមិត្តអរគ្នាហើយសាច់រឿងគាត់គឺតែប៉ុណ្្នឹងដោយសារតែដើមហេតុគឺមិត្តភក្តិរបស់គាត់នឹងជិះលឿនពេកហើយក៏បានជួបគ្រោះថ្នាក់ចៃដន្យទៅក៏បាត់បង់ជីវិតហើយមកបញ្យោសពគាត់ឲ្យជួយធ្វើបុណ្យឲ្យនឹងមកលាគាត់ដើម្បីទៅចាប់កំណើតនៅក្នុងភពថ្មីទីឋានថ្មីចឹងទៅបាទការជួបគ្នានៅក្នុងរាត្រីនេះគឺមានតែប៉ុណ្ណេះទេប្រិយមិត្តអរគ្នាហើយក៏សូមអរគុណទៅកាន់ប្រិយមិត្តថ្មីចាស់ដែលតែងតែគាំទ្រខ្ញុំបាទក៏ដូចជាគាំទ្រនៅកម្មវិធីយប់15កើតបើសិនជាមានកំហុសឆ្គងក្នុងការអធិប្បាយដោយប្រការណាមួយនោះសូមប្រិយមិត្តអរគ្នាអត់ឱនអធិស្ឋានអភ័យទោសដល់ខ្ញុំបាទផងជូនពរប្រិយមិត្តអរគ្នាសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់គ្នាការជួបគ្នានៅក្នុងរាត្រីនេះគឺមានតែប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងរាត្រីបន្តទៀតខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា